ណាមកពីណៃបងសួរថាខ្ញុំមានសត្វជោគត្រចៀកហើយអស់សេវាប្រមាណគ្រប់ដល់ពេលមកជួបផ្ទាល់ឃើញថាជាគ្រួសារកងទ័ពផងហើយប្តីនៅជួរមុខទៀតហើយកូននេះគឺជាសត្វមួយក្បាលសត្វល្អិតដូចជាចំពុងបន្តិចឬក៏សត្វស្អីបន្តិចខ្ញុំអត់ស្គាល់ទេធំណាស់បងប្អូនហើយចូលញុកណែននៅក្នុងរន្ធត្រចៀករបស់គាត់ខ្ញុំសួរគាត់ថាតើសត្វនេះចូលពីអង្កលគាត់ថាវាចូលយូរហើយប្រហែលជា3ឆ្នាំមកតាំងពីកំណើតកូនគាត់កូនប្រុសពៅរបស់គាត់ហ្នឹងណាឥឡូវកូនអាយុ3ឆ្នាំទៅហើយគាត់ថាដំបងវាឈឺខ្លាំងណាស់ឈឺទ្រាំមិនបានគេអត់លក់រហូតទាល់តែសត្វនឹងងាប់បានវាលេងឈឺគាត់ភ័យណាស់ក៏ប៉ុន្តែមិនដឹងដោះស្រាយយ៉ាងដូចម្ដេចព្យាយាមយកចេញដែរប៉ុន្តែយកចេញវាមិនបានហើយគាត់នៅឆ្ងាយមិនដឹងថាតើធ្វើមិនដេចនឹងអាចដោះស្រាយបញ្ហានៅក្នុងត្រចៀកគាត់បាននៅថ្ងៃមួយគាត់បានទស្សនាវីដេអូដែលយើងបានផ្សព្វផ្សាយនៅក្នុង TikTok នៅក្នុង Facebook គាត់ហាក់ដូចជាសប្បាយចិត្តគាត់ថាថ្ងៃណាមួយគាត់នឹងឡើងមកជួបក្រុមគ្រូពេទ្យរបស់គាត់នឹងក្រោយពីប្រកាសបទឈប់បាញ់ប្តីគាត់ក៏នាំគាត់មកជួបក្រុមគ្រូពេទ្យរបស់យើងគាត់សប្បាយចិត្តខ្លាំងណាស់នៅពេលដែលគ្រូពេទ្យរបស់យើងថាឥឡូវអញ្ចេះទៅដើម្បីជាការតបស្នងសងគុណទៅដល់គ្រួសាររបស់គាត់ដែលបានលះបង់ការពារជាតិមាតុភូមិទឹកដីរបស់យើងគ្រូពេទ្យអត់យកលុយទេជួយយកណាហើយជូនសហុយធ្វើដំណើរត្រឡប់ទៅវិញហើយនឹងមួយចំនួនទៀតសម្រាប់ទទួលទានអាហារតាមផ្លូវពីព្រោះគ្រូពេទ្យរបស់យើងក៏មិនមែនជាអ្នកមានអ្នកសម្បូរអីយ៉ាងចាក់សាន់ចូលយូរនៅចូលយូរហើយ3ឆ្នាំយ៉ាងហីចូល3ឆ្នាំហីចូល3ឆ្នាំហើយតាំងពីខ្ញុំទៅងន់នៅលោក